ករណីឃាតកម្មដ៏ព្រៃផ្សៃអាចកំបាំងនិងល្បីល្បាញបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រឧក្រិដ្ឋកម្មទំនើបរបស់ប្រទេសជប៉ុនទោះបីជាបន្សល់ទុកភស្តុតាងរាប់មិនអស់ក៏ដោយក៏រហូតមកដល់ពេលនេះជាង2ទសវត្សរ៍ក្រោយមកប៉ូលីសជប៉ុននៅតែមិនទាន់អាចវែកមុខឃាតករពិតប្រាកដឃើញនៅឡើយខាងក្រោមនេះជាព័ត៌មានលម្អិតនិងស៊ីជម្រៅជុំវិញព្រឹត្តិការណ៍ដ៏រន្ធត់មួយនេះ1ជនរងគ្រោះហេតុការណ៍នេះបានកើតឡើងលើសមាជិកគ្រួសារ Miyazawa ទាំង4នាក់ដែលរស់នៅក្នុងសង្កាត់ Setagaya ទីក្រុងតូក្យូ Mikio Miyazawa ឪពុកអាយុ44ឆ្នាំជាបុគ្គលិកក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកទីផ្សារ Yasuko Miyazawa ម្ដាយអាយុ41ឆ្នាំជាគ្រូបង្រៀនគួរតាក់ស៊ីNina Miyazawa កូនស្រីច្បងអាយុ8ឆ្នាំសិស្សសាលាបឋមសិក្សាថ្នាក់ទី2 Rei Miyazawa កូនប្រុសពៅអាយុ6ឆ្នាំសិស្សមត្តេយ្យសិក្សា2សារក្រមនៃរាត្រីឈាមយប់ថ្ងៃទី30ធ្នូឆ្នាំ2000ម៉ាស៊ីនតាមការសន្និដ្ឋានរបស់ប៉ូលីសហេតុការណ៍បានកើតឡើងនៅចន្លោះម៉ោង 11:30 យប់ថ្ងៃទី30ធ្នូដល់រំលងអធ្រាត្រឈានចូលថ្ងៃទី31ធ្នូឆ្នាំ2000ឃាតករបានលបចូលតាមបង្អួចតូចមួយនៅជាន់ទី2ផ្នែកខាងក្រោយផ្ទះដោយសារផ្ទះរបស់ពួកគេស្ថិតនៅក្បែរឧទ្យាន Soshigaya ដែលស្ងាត់ជ្រងំជនរងគ្រោះទី1 Rie ឃាតករបានចូលទៅក្នុងបន្ទប់គេងរបស់កូនប្រុសពៅដែលកំពុងគេងលក់ហើយបានច្របាច់កគេរហូតដល់ដាច់ខ្យល់ស្លាប់ជាជនរងគ្រោះតែម្នាក់គត់ដែលមិនមានស្នាមកំបិតជនរងគ្រោះទី2 Mikio ឮសំឡេងខុសប្រក្រតីឪពុកបានរត់ឡើងមកជាន់លើក៏ប្រឈមមុខនឹងឃាតករមានការតស៊ូគ្នាយ៉ាងខ្លាំងឃាតករបានប្រើកាំបិតចាក់សម្លាប់លោក Mikio នៅកាំជណ្ដើរកាំបិតនោះបានបាក់ចុងនៅក្នុងខ្លួនលោក Mikio ជនរងគ្រោះទី3និងទី4 Yasuko និង Nina ឃាតករបានរត់ឡើងទៅជាន់ឡាវតឿដែលមានម្ដាយនិងកូនស្រីកំពុងដេកជាមួយគ្នាឃាតករបានប្រើកាំបិតដែលបាក់នោះទៅចាក់ពួកគេប៉ុន្តែក្រោយមកវាខូចទាំងស្រុងទើបវាដើរចុះទៅផ្ទះបាយដើម្បីយកកាំបិតមួយទៀតមកធ្វើសកម្មភាពបន្ថែមយ៉ាងសាហាវព្រៃផ្សៃបំផុតសកម្មភាពដ៏ចម្លែកនិងឈាមត្រជាក់របស់ឃាតករអ្វីដែលធ្វើឲ្យរឿងក្តីនេះល្បីល្បាញនិងគួរឲ្យព្រឺក្បាលបំផុតគឺទង្វើរបស់ឃាតករក្រោយពេលសម្លាប់មនុស្សរួចវាមិនได้រត់គេចខ្លួនភ្លាមៗទេប៉ុន្តែបានរស់នៅក្នុងផ្ទះជនរងគ្រោះពីចន្លោះពី2ទៅ10ម៉ោងស៊ីផឹកយ៉ាងរំភើយវាបានបើកទូទឹកកកយកការ៉េមចំនួន4ដើមមកស៊ីផឹកទឹកតែនឹងឪឡឹកប្រយ័ត្នថាសាកសពនិងព្យាបាលរបួសដោយសារមានរបួសដៃពេលតស៊ូជាមួយលោក Mikio ឃាតករបានយកប្រដាប់ប្រដាប្រញាប់ប្រញាល់ក្នុងផ្ទះមកបងរុំរបួសខ្លួនឯងនិងប្រើប្រាស់ទឹកអប់របស់ម្ចាស់ផ្ទះបាញ់បំបត្តិក្លិនលេងអ៊ីនធឺណិតឃាតករបានបើកកុំព្យូទ័ររបស់លោក Mikio ចំនួន2ដងម្ដងនៅពេលពាក់កណ្ដាលអាធ្រាត្រនិងម្ដងទៀតនៅម៉ោងប្រហែល 4:18 ព្រឹកថ្ងៃទី31ធ្នូដោយវាបានចូលមើលគេហទំព័ររបស់ក្រុមហ៊ុនដែលលោក Mikio ធ្វើការនិងព្យាយាមកក់សំបុត្រល្ខោនថែមទៀតបទជើងចោលវាថែមទាំងបានបទជើងធំនៅក្នុងបង្គន់ផ្ទះជនរងគ្រោះដោយមិនបានចុចទឹកហូរឡើយបន្សល់ទុកកាកសំណល់សម្រាប់ការវិភាគ DNA កិច្ចខ្លួនវាបានបដូរខោអាវរួចប្រមូលលុយមួយចំនួននៅក្នុងផ្ទះរួចចាក់ចេញទៅវិញនៅពេលព្រឹកព្រលឹមសាកសពត្រូវបានរកឃើញដោយម្ដាយរបស់លោកស្រី Yasuko យាយរបស់ក្មេងៗនៅព្រឹកថ្ងៃទី31ធ្នូពេលដែលគាត់ទូរស័ព្ទមកបញ្ចូលក៏ដើរមកមើលផ្ទាល់4ភស្តុតាងដ៏ច្រើនលើសលប់ប៉ុន្តែរកឃាតករមិនឃើញប៉ូលីសជប៉ុនបាននិយាយថានេះជារឿងក្តីដែលមានភស្តុតាងច្រើនបំផុតក្នុងប្រវត្តិសាស្ត្រប៉ុន្តែអាចកំបាំងបំផុត DNA និងស្នាមមេដៃប៉ូលីសប្រមូលបាន DNA ឃាតករពីឈាម /Smith និងលាមកឃាតករមាន DNA លាយរវាងអាស៊ីខាងកើតម្ដាយអាចជាជនជាតិកូរ៉េឬចិននិងអឺរ៉ុប/មេឌីទែរ៉ាណេខាងឪពុកសម្លៀកបំពាក់ឃាតករបានទុកខោអាវជជុះមួយកំភ្លេរួមមានអាវរងាម៉ាស់ខ្សែក្រវ៉ាត់និងកាបូបស្ពាយខោអាវទាំងនោះត្រូវបានបោកគក់ដោយទឹកដែលមានសារធាតុរ៉ែពិសេសរកឃើញតែក្នុងតំបន់មួយចំនួននៅសហរដ្ឋអាមេរិកឬកូរ៉េខាងត្បូងខ្សាច់ក្នុងកាបូបនៅក្នុងកាបូបស្ពាយរបស់ឃាតករមានខ្សាច់ពិសេសម្យ៉ាងដែលស្រដៀងនឹងខ្សាច់នៅតំបន់វាលខ្សាច់ក្នុងរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក